បងប្អូនទៅដឹងថាការធ្វើអាជីវកម្ម business រកស៊ីអីមួយយើងប្រឈមនឹងបញ្ហាហ្នឹងគឺរាប់សិបចំពោះរាប់សិបមុខតែមិនបញ្ហាមួយពីរតែអ្នកខ្លះគាត់ទៅរកស៊ីគាត់ជួបបញ្ហាតិចតួចគាត់ឈប់គាត់អត់ត្រៀមខ្លួនក្នុងការប្រឈមមុខកុំធ្វើបងប្អូនពីព្រោះរឿងរកស៊ីនេះអត់ខុសពីរឿងយើងចេញធ្វើសង្គ្រាមទេសិនជាយើងអត់ទាន់ហ្វឹកហាត់ខ្លួនយើងបានល្អយើងអាចចេញទៅប្រយុទ្ធបាននេះយើងនឹងប្រឈមនឹងការមួយគឺត្រូវគេសម្លាប់យើងអានេះយើងនិយាយថាសង្គ្រាមណា business ដូចគ្នាយើងចេញទៅរកស៊ីបងប្អូនត្រូវដឹងថាត្រៀមជួបរឿងច្រើនមែនតើខ្ញុំដូចខ្ញុំនិយាយចឹងខ្ញុំអារឿងដូចឈុតមិនខ្ញុំធ្លាប់ធ្វើដែរព្រោះខ្ញុំរៀនពីបទពិសោធន៍រៀនពីការធ្វើមិនរៀនក្នុងទ្រឹស្ដីសាលាគេប្រាប់ទេណាហើយបងប្អូនគិតថាអូខ្ញុំទៅរៀនវគ្គជោគជ័យឬក៏ទៅរៀនវគ្គអំពី business រៀនផ្នែកសរសេរផែនការអាជីវកម្មរៀនផ្នែក finance ហើយបងប្អូនគិតថាបងប្អូនមកធ្វើការរកស៊ីជោគជ័យអត់ទេការដែលយើងរៀនវាគ្រាន់ជាព័ត៌មានឲ្យយើងដឹងឲ្យយើងថាយើងត្រូវត្រៀម1 2 3 4ប៉ុន្តែជាក់ស្ដែងយើងត្រូវត្រៀមខ្លួនក្នុងការប្រឡូកប្រឈមមុខជាងគេបងប្អូននឹងអីគេហៅថាផ្លូវចិត្តតើផ្លូវចិត្តរបស់យើងត្រៀមរួចរាល់នៅបើផ្លូវចិត្តយើងត្រៀមអត់ទាន់រួចរាល់យើងគិតអីអត់ចេញល្អហើយគិតអត់ចេញត្រូវទេ